លើទៅតង់នឹងស្ទាយខ្ញុំចូលទៅក្នុងលេខណាខ្ញុំចុច HTML នេះវិញអានេះគឺទៅតង់នឹង title ខាងលើមាន admin នេះ title admin ហ្នឹងមានចង់ដាក់ title ហ្នឹងយើងដាក់ខ្លួនឯងទៅដាក់បាយអីដែរទៅវាឆា set ហ្នឹងគឺទៅតង់វាមកឆា set ចង់ដាក់ Unicode អីហ្នឹងណាខ្ញុំដាក់ UTM ដើម្បីឲ្យវា support មួយខ្មែរហើយ font នេះយកបានណាហ្នឹងហើយនឹងនេះ size តែបើយើងឲ្យវាចង់ឲ្យវាធំជាងនេះយើងរើសតាមហ្នឹងណាហើយ header logo ហ្នឹងគឺ logo កន្លែងនេះចឹងយើងចង់ដូរ logo កន្លែងហ្នឹងយើងគាត់ select ទៅរក file logo របស់យើងមកអូខេ select យើង logo ហ្នឹងចឹង select ចឹងមកហើយនេះ all select ហ្នឹងគឺmenu ខាងក្រោមនេះតិចខាងក្រោមហ្នឹងយើងចង់ដូរក៏បានទៅដល់នឹង theme ហ្នឹងគឺទៅដល់នឹងនេះ style របស់ table ខ្ញុំចង់ដូរពណ៌ table ហ្នឹងគឺត្រូវតាមហ្នឹងមកគឺវាជាអ្នករើស color ដាក់ color តាមនេះក៏បានដែរវាចេញជា sample ឲ្យយើងអាចមើលថាវាចេញពណ៌អីគេគឺមើល sample ហ្នឹងមកនេះយើងដាក់ style ផ្ទាល់យើងទៅចូលទៅ set ផ្ទាល់ក៏បានដែរ